ខ្ញុំធ្លាប់ដេកសម្លឹងមើលពីដានផ្ទះនៅម៉ោង3ភ្លឺទាំងបេះដូងលោតញាប់គិតពីគ្រប់យ៉ាងដែលខ្ញុំអត់ទាន់បានធ្វើខ្ញុំមានទាំងក្តីសម័យមានទាំងតារាងកិច្ចការដែលត្រូវធ្វើហើយក៏បានអានសៀវភៅជាច្រើនក្បាលផងដែរប៉ុន្តែបើកលេចទៅមើលកុងធនាគារឬក៏មើលពីការរីកចម្រើនជាក់ស្ដែងគឺវាដូចជាអត់មានអីប្រែប្រួលខ្លាំងសោះនៅក្នុងរយៈពេល1ឆ្នាំចុងក្រោយនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកំពុងតែរត់នៅលើម៉ាស៊ីនហាត់ប្រាណក្នុងល្បឿនយ៉ាងលឿនបំផុតមួយប៉ុន្តែហាក់បីដូចជានៅក្នុងទីតាំងដដែលអញ្ចឹងរឿងពិតគឺបែបនេះមនុស្សភាគច្រើនមិនមែនបរាជ័យដោយសារខ្វះសមត្ថភាពឬក៏ខ្វះឱកាសនោះទេយើងបរាជ័យដោយសារតែយើងគ្រាន់តែស្រឡាញ់គំនិតនៃភាពជោគជ័យប៉ុន្តែនៅក្នុងចិត្តកំពុងខ្លាចការដែលត្រូវលះបង់ដើម្បីទទួលបានវាបើអ្នកកំពុងមានអារម្មណ៍ថាគាំងនៅមួយកន្លែងវាមិនមែនមកពីអ្នកខ្វះធនធានឬសមត្ថភាពទេប៉ុន្តែគឺមកពីអ្នកខ្វះភាពស្មោះត្រង់ជាមួយខ្លួនឯងថ្ងៃនេះយើងនឹងមកមើលពីការពិតដ៏សែនជូរចត់ថាហេតុអ្វីបានជាអ្នកនៅតែឈរនៅចំណុចដដែលហើយត្រូវធ្វើយ៉ាងណាដើម្បីចាប់ផ្ដើមបោះជំហានទៅមុខដំបូងយើងនិយាយអំពីអន្ទាក់នៃការរៀបចំផែនការមនុស្សភាគច្រើនគិតថាពួកគេកំពុងធ្វើការប៉ុន្តែតាមការពិតពួកគេគ្រាន់តែរកវិធីពន្យាពេលនៅក្នុងទម្រង់ដែលមើលទៅហាក់ដូចជាល្អតែប៉ុណ្ណោះអ្នកចំណាយពេល2ទៅ3ម៉ោងដើម្បីស្រាវជ្រាវស្វែងរកអេបកត់ត្រាដ៏ល្អបំផុតឬក៏រៀបចំកាលវិភាគហាត់ប្រាណដ៏ល្អបំផុតមួយហើយនៅពេលដែលអ្នកធ្វើរួចអ្នកមានអារម្មណ៍ថាខ្លួនឯងធ្វើការងារបានច្រើនប៉ុន្តែតាមពិតទៅអ្នកអត់ទាន់បានធ្វើពិតប្រាកដនៅឡើយទេអ្នកគ្រាន់តែត្រៀមខ្លួនដើម្បីធ្វើការងារទាំងអស់នោះតែប៉ុណ្ណោះខ្ញុំធ្លាប់ធ្វើបែបនេះជាមួយនឹងការសរសេរអត្ថបទខ្ញុំទិញសៀវភៅថ្មីៗមកអានដើម្បីទទួលបានគំនិត download e-book ទិញ Kindle មកសម្រាប់ដាក់សៀវភៅអានស្វែងរកហាងកាហ្វេដែលល្អស្អាតស្ងប់ស្ងាត់ដើម្បីផ្ដោតអារម្មណ៍ក្នុងការសរសេរវាហាក់បីដូចជាមើលទៅមានការរីកចម្រើនប៉ុន្តែនៅចុងបញ្ចប់នៃថ្ងៃនោះกระดาษសៀវភៅដូចជាទទេស្អាតឬក៏អេក្រង់អត់មានបានសរសេរអីគំនិតអីច្រើនទេតិចតួចតែប៉ុណ្ណោះវាគឺជាសកម្មភាពដែលមិនទាន់ល្អឥតខ្ចោះដែលអ្នកកំពុងតែព្យាយាមគេចវេះដោយយកពាក្យរៀបចំផែនការមកបាំងមុខបើអ្នកចង់ទៅដល់គោលដៅអ្នកត្រូវតែឈប់ត្រៀមខ្លួនហើយចាប់ដើមធ្វើវាទាំងមិនទាន់ល្អឥតខ្ចោះនឹងទៅឥឡូវនេះខ្ញុំដឹងថាអ្នកកំពុងតែគិតអីអ្នកអាចគិតថាប៉ុន្តែខ្ញុំកំពុងតែធ្វើហើយតើគ្រាន់តែវាមិនទាន់បានជោគជ័យតាមពិតទៅនោះគ្រាន់តែជាពាក្យកុហកដែលយើងប្រាប់ខ្លួនឯងដើម្បីឲ្យមានអារម្មណ៍ធូរស្រាលតែប៉ុណ្ណោះសាកមើលសកម្មភាពរបស់អ្នកក្នុងរយៈពេល24ម៉ោងចុងក្រោយមើលតើមានពេលប្រមាណដែលអ្នកបានចំណាយលើរឿងដែលនាំឲ្យមានផលពិតប្រាកដមនុស្សភាគច្រើនកំពុងតែញៀននឹងពាក្យថារវល់យើងឆ្លើយ comment ឆ្លើយ email chat អូសទូរស័ព្ទហៅមើលវីដេអូតាក់ទងមួយអារម្មណ៍យើងការលើកទឹកចិត្តយើងចូលរួមប្រជុំដែលការពិតនោះគ្រាន់តែផ្ញើសារប្រាប់គ្នាក៏បានយើងកំពុងតែចំណាយពេលដល់ទៅ80%ទៅលើកិច្ចការដែលផ្ដល់លទ្ធផលឲ្យយើងតែ20%តែប៉ុណ្ណោះការពិតដ៏ជូរចត់គឺអ្នកទំនងជាកំពុងតែចំណាយកម្លាំងដ៏ល្អបំផុតរបស់អ្នកហ្នឹងទៅលើការងារដែលមិនសូវសំខាន់ព្រោះវាធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពវាគ្មានហានិភ័យនៃការបរាជ័យចំណុចនេះនាំយើងទៅរកការពិតដែលពិបាកទទួលយកបំផុតអ្នកកំពុងតែការពារអំណួតរបស់ខ្លួនឯងដរាបណាអ្នកមិនទាន់លះបង់អស់ពីពោះអ្នកនៅតែមានលេសដើម្បីប្រាប់ថាហេតុអីបានជាអ្នកអត់ទាន់ជោគជ័យអ្នកអាចនិយាយថាអូខ្ញុំគ្រាន់តែអត់សូវមានពេលឬខ្ញុំអត់ទាន់បានព្យាយាមវាអស់ពីសមត្ថភាពផងហ្នឹងប៉ុន្តែបើអ្នកប្រឹងអស់ពី100%ហើយនៅតែបរាជ័យនេះគឺជារឿងដែលគួរឲ្យខ្លាចវាប៉ះពាល់ដល់តម្លៃខ្លួនឯងដែលអ្នកធ្លាប់គិតដូច្នេះអ្នកក៏សុខចិត្តនៅចំណុចកណ្ដាលមិនបរាជ័យខ្លាំងរហូតដល់ខ្មាស់គេប៉ុន្តែក៏មិនជោគជ័យដល់កម្រិតដែលខ្លួនឯងចង់បានប៉ុន្តែចូលផ្លាស់ប្ដូរការគិតបែបនេះអ្នកត្រូវដឹងថាភាពសុខស្រួលឬក៏ comfort zone ដែលអ្នកកំពុងតែមាននាពេលបច្ចុប្បន្នតាមការពិតវាគឺជាមហន្តរាយដែលកំពុងកើតឡើងយឺតអ្នកកំពុងដោះដូរសក្តានុពលរបស់អ្នកជាមួយនឹងអារម្មណ៍សុវត្ថិភាពដែលវាមិនមែនជាការពិតឈប់ស្វែងរកតិចនិកសម្ងាត់
ឬពេលវេលាដ៏ល្អឥតខ្ចោះទៀតទៅវាមិនមានអ្នកនៅក្នុង version អនាគតដែលមានកម្លាំងចិត្តខ្លាំងជាងអ្នកនៅក្នុង version បច្ចុប្បន្ននោះទេភាពខុសគ្នាតែមួយគត់រវាងម្នាក់នោះគឺរូបអ្នកឥឡូវនេះគឺគេឈប់តថ្លៃជាមួយលេសផ្ទាល់ខ្លួនជ្រើសរើសរឿងមួយដែលអ្នកបានរៀបចំផែនការចង់ធ្វើមករាប់ខែហើយយកតែមួយបានហើយកុំយកអីដល់ទៅ3ហើយធ្វើឲ្យវាចេញជារូបជារាងបើទោះបីជាមើលទៅអត់សូវល្អក៏ដោយដូចខ្ញុំកំពុងតែធ្វើវីដេអូនឹងអញ្ចឹងមិនបាច់ស្រាវជ្រាវតទៀតទេមិនបាច់មើលវីដេអូមួយហើយមួយទៀតទេចុះដៃធ្វើហ្មងទៅបើវីដេអូនេះចាក់ចំចំណុចរបស់អ្នកគឺវាជារឿងល្អព្រោះជារឿងរបស់ខ្ញុំដូចគ្នាវាគឺជាកលែងនៃការរីកចម្រើនចាប់ផ្ដើមហើយសាកខមមិនទម្លាប់មួយដែលអ្នកគិតថាអត់ប្រយោជន៍សម្រាប់អ្នកនឹងកាត់ចោលនៅក្នុងសប្តាហ៍នេះហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀត